ជំរាបសួរបងប្អូនទាំងគ្នាបាទពេលនេះខ្ញុំសូមអានសៀវភៅមួយក្បាលទៀតជូនដល់បងប្អូនគឺសៀវភៅនេះមានចំណងជើងធំដាក់ថាវិធីសាស្ត្រទាំង30ដើម្បីទទួលជោគជ័យបាទហើយជាភាសាអង់គ្លេសសរសេរថា30 steps to get success បាទហើយនៅខាងក្រោមមានដាក់អក្សរថាដើម្បីជីវិតស្រស់ថ្លានៅថ្ងៃខាងមុខបាទដោយសារបញ្ហាពេលវេលាគឺខ្ញុំមិនបានអានទៅលើអារម្មណ៍កថារបស់អ្នកនិពន្ធទេប៉ុន្តែសៀវភៅដែលមានចំណងជើងថាវិធីសាស្ត្រទាំង30ដើម្បីទទួលបានជោគជ័យនេះគឺប្រែសម្រួលដោយលោកប្រាជ្ញសម្បត្តិបាទហើយរក្សាសិទ្ធិគ្រប់យ៉ាងដោយគ្រឹះស្ថានបោះពុម្ពផ្សាយ Idea Book បាទហើយនេះជាការបោះពុម្ពនៅឆ្នាំ2012ដោយ Olympic Printing បាទអញ្ចឹងខ្ញុំសូមចូលទៅវិធីសាស្ត្រទី1នៅក្នុងចំណោមវិធីសាស្ត្រទាំង30តែម្ដងបាទវិធីសាស្ត្រទី1កុំបណ្ដោយឲ្យភាពទន់ខ្សោយធ្វើឲ្យអ្នកត្រូវបាត់បង់អនាគតភាពទន់ខ្សោយរបស់យើងភាគច្រើនកើតមកពីចិត្តភាពទន់ខ្សោយដែលមានប្រភពចេញពីរាងកាយនោះគឺកម្រជួបប្រទះណាស់មានរឿងពិតដែលមិនគួរឲ្យជឿហើយជាចំណុចមួយដែលមានសារៈសំខាន់ខ្លាំងណាស់ពោលគឺការធ្វើកិច្ចការដែលប្រើតែខួរក្បាលវាមិនអាចធ្វើឲ្យអ្នកនឿយហត់បានទេអ្នកវិទ្យាសាស្ត្រមួយចំនួនព្យាយាមធ្វើពិសោធន៍ដើម្បីរកការពិតថាខួរក្បាលមនុស្សអាចស៊ូទ្រាំការងារបានយូរប៉ុណ្ណាដោយពុំអស់សមត្ថភាពក្នុងការអនុវត្តការងារឬនិយាយម្យ៉ាងទៀតថាមិនចុះទន់ខ្សោយអ្នកវិទ្យាសាស្ត្រទាំងនេះនាំគ្នាភ្ញាក់ផ្អើលនៅពេលពួកគេបានរកឃើញថានៅពេលដែលរាងកាយចុះទន់ខ្សោយខ្លាំងដោយសារធ្វើការងារប៉ុន្តែខួរក្បាលបែរជាមានដំណើរការទៅមុខយ៉ាងរហ័សរហួនគ្មានចំណុចណាដែលបង្ហាញថាមានការទន់ខ្សោយសោះឡើយប្រសិនជាអ្នកសាកល្បងជួសឈាមកម្មករដែលកំពុងធ្វើការងារឬក្រោយពីគេបានឆ្លងកាត់ការងារធ្ងន់ៗមកពេញមួយថ្ងៃយកមកត្រួតពិនិត្យអ្នកនឹងឃើញថាឈាមនោះសម្បូរទៅដោយជាតិពុលនៃភាពទន់ខ្សោយតែបើអ្នកជួសឈាមចេញពីខួរក្បាលរបស់លោក Albert Einstein មួយដំណក់យកមកពិនិត្យអ្នកនឹងឃើញថាឈាមនោះគ្មានជាតិពុលនៃភាពទន់ខ្សោយបន្តិចសោះឡើយទោះបីគាត់ធ្វើការពេញមួយថ្ងៃក៏ដោយខួរក្បាលរបស់គាត់អាចបន្តការងារទៅមុខបានយ៉ាងរលូនក្រោយពីធ្វើការងារបាន8ម៉ោងឬ12ម៉ោងវាដំណើរការបានយ៉ាងល្អប្រសើរដោយចាប់ផ្ដើមការងារដំបូងតែម្ដងចំណុចនេះហើយដែលធ្វើឲ្យយើងយល់បានថាខួរក្បាលយើងគឺមិនចេះនឿយហត់និងពុំចេះទន់ខ្សោយឡើយដូច្នេះតើអ្វីទៅដែលធ្វើឲ្យយើងនឿយនិងទន់ខ្សោយគ្រូពេទ្យវិកលចរិតបានឲ្យដឹងថាភាពទន់ខ្សោយរបស់យើងមកពីការផ្លាស់ប្ដូរចិត្តនិងអារម្មណ៍ហើយគ្រូពេទ្យវិកលចរិតដ៏ល្បីល្បាញម្នាក់នៃប្រទេសអង់គ្លេសដែលមានឈ្មោះថាលោក A.J. Hatfield បានសរសេររៀបរាប់ទុកក្នុងសៀវភៅដែលមានចំណងជើងថាអនុភាពនៃចិត្តមានដូចតទៅនេះភាពទន់ខ្សោយរបស់យើងភាគច្រើនកើតឡើងពីចិត្តភាពទន់ខ្សោយដែលមានប្រភពចេញពីសរីរាង្គកាយនោះកម្រជួបប្រទះណាស់គ្រូពេទ្យវិកលចរិតម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងប្រទេសអាមេរិកគឺលោកវិជ្ជបណ្ឌិត A.A. Brill គាត់បានឲ្យដឹងថាអ្នកអង្គុយធ្វើការយូរ 100% ដែលទទួលភាពទន់ខ្សោយទោះបីមានសុខភាពល្អក៏ដោយមូលហេតុមកពីចិត្តឬអាចនិយាយបានម្យ៉ាងទៀតថាបណ្ដាលមកពីអារម្មណ៍តែម្ដងតែអ្វីទៅដែលធ្វើឲ្យអ្នកអង្គុយធ្វើការយូរកើតការនឿយណាយនិងមានភាពទន់ខ្សោយដែលបណ្ដាលមកពីអារម្មណ៍លេងសប្បាយភ្លើតភ្លើនឬឯកោមែនទេវាខុសទាំងអស់ប៉ុន្តែវាគឺជាការធុញទ្រាន់តប់ប្រមល់មានអារម្មណ៍បង្ខំចិត្តខ្លួនឯងដោយគិតថាវាជាការងារដែលគ្មានប្រយោជន៍
មានអារម្មណ៍តក់ក្រហល់ខ្វល់ខ្វាយហើយកើតទុកបុកម្នេញប្រការទាំងនេះបណ្ដាលមកពីអារម្មណ៍ដែលអ្នកអង្គុយធ្វើការយូរកើតការនឿយណាយហើយទន់ខ្សោយធ្វើឲ្យកើតមានជំងឺផ្ដាសាយធ្វើការមិនបានពេញលេញហើយត្រឡប់ទៅផ្ទះទាំងអាការៈឈឺក្បាលដោយសារចលនាប្រព័ន្ធសរសៃប្រសាទទោះបីយើងគ្មានបញ្ហាក៏ដោយយើងនឿយហត់ដោយសារអារម្មណ៍ផ្សេងផ្លាស់ប្ដូរជាមូលហេតុធ្វើឲ្យសរសៃប្រសាទក្នុងសរីរាង្គតានតឹងឡើងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបានសរសេរក្នុងខិត្តប័ណ្ណអំពីភាពទន់ខ្សោយរហូតដល់ថ្នាក់អស់កម្លាំងពីខ្លួនដោយបង្ហាញឲ្យដឹងថាការធ្វើការងារធ្ងន់វាពិបាកនឹងធ្វើឲ្យរាងកាយទន់ខ្សោយឬអស់សង្ឃឹមដល់ថ្នាក់ឈប់សម្រាកហើយមិនបានធូរស្បើយទៀតតែការកើតទុក្ខបុកម្នេញបណ្ដាលមកពីប្រព័ន្ធសរសៃប្រសាទដំណើរការមិនល្អហើយអារម្មណ៍ផ្សេងមិនបានសម្រេចដោយប្រាថ្នានោះទៅគេចាត់ទុកថាប្រការទាំងនេះជាហេតុដែលធ្វើឲ្យទន់ខ្សោយក្នុងខ្លួនបានចូលអ្នកត្រួតពិនិត្យខ្លួនឯងមួយសន្ទុះសិនបានទេគឺចាប់ផ្ដើមក្នុងពេលដែលអ្នកកំពុងអានសៀវភៅនេះតែម្ដងតើអ្នកអានសៀវភៅដោយធ្វើទឹកមុខក្រញ៉ៅទេតើអ្នកមានអារម្មណ៍ថារួយភ្នែកដែរឬទេតើអ្នកអង្គុយនៅលើកៅអីសម្រួមអារម្មណ៍បានល្អដែរឬទេឬថាអ្នកអង្គុយកោងខ្នងតើអ្នកមានអារម្មណ៍ឈឺក្បាលទេវាប្រកាសណាស់ថាក្នុងពេលនេះសាច់ដុំនិងប្រព័ន្ធសរសៃប្រសាទរបស់អ្នកកំពុងរងសម្ពាធយ៉ាងខ្លាំងបើមិនដូចនេះលុះត្រាតែអ្នកបណ្ដោយរាងកាយឲ្យស្ថិតក្នុងអិរិយាបថស្រួលដោយតុក្កតាចាស់ដែលគេទុកចោលក្នុងទូដើម្បីសម្រាលពីការប្រើខួរក្បាលនិងកម្លាំងពលកម្មអស់ពីព្រោះការដែលអ្នកមិនបានសម្រាកជាមូលហេតុធ្វើឲ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកតានតឹងនិងទន់ខ្សោយកើតឡើងចុះមូលហេតុអ្វីបានជាយើងបណ្ដាលឲ្យធុញថប់កើតឡើងដោយគ្មានចាំបាច់នៅពេលដែលយើងកំពុងប្រើខួរក្បាលលោក Daniel W. Yocelin បានពោលថាខ្ញុំរកឃើញថាឧបសគ្គដ៏ចម្បងមកពីការជឿទុកចិត្តជាទូទៅថាការធ្វើការងារត្រូវប្រើកម្លាំងចិត្តឲ្យច្រើនដើម្បីឲ្យមានការឧស្សាហ៍ព្យាយាមបើមិនដូច្នោះទេការងារនឹងមិនបានសម្រេចជោគជ័យឡើយតាមរយៈការជឿទៅលើគោលការណ៍នេះឯងធ្វើឲ្យយើងប្រមូលអារម្មណ៍ដើម្បីចុះអនុវត្តការងារហើយត្រូវធ្វើទឹកមុខស្រពោនពើងទ្រូងនិងព្យាយាមបញ្ចេញសាច់ដុំដើម្បីឲ្យយើងព្យាយាមទោះបីការពិតទាំងនេះមិនអាចជួយឲ្យខួរក្បាលរបស់យើងអនុវត្តការងារបានល្អប្រសើរក៏ដោយចុះវាជារឿងចម្លែកចំពោះមនុស្សសៅម៉ងរាប់លានអ្នកបានចំណាយលុយយ៉ាងច្រើនដោយគ្មានប្រយោជន៍ហើយបំផ្លាញថាមពលរបស់ខ្លួនឲ្យអស់ទៅដោយគ្មានប្រយោជន៍ពីការផឹកស្រាឲ្យជោគជាំខ្លួនដូច្នេះដើម្បីឲ្យខួរក្បាលធ្វើការបានល្អប្រសើរហើយការពារកុំឲ្យប្រព័ន្ធសរសៃប្រសាទមានអាការៈចុះខ្សោយការសម្រាកគឺជាចម្លើយដ៏ល្អប្រសើរដូច្នេះអ្នកត្រូវរកមធ្យោបាយសម្រាកនៅពេលដែលអ្នកកំពុងបំពេញតួនាទីរបស់អ្នកតើអ្នកគិតថាវាជារឿងងាយស្រួលមែនទេវាជារឿងសំខាន់មួយដែលអ្នកត្រូវផ្លាស់ប្ដូរអត្តចរិតលក្ខណៈរបស់អ្នកឲ្យបានដូចជាការផ្លាស់ប្ដូរពីខ្នងដៃទៅបាតដៃវិញប្រសិនអ្នកធ្វើបាននោះអ្នកនឹងអាចផ្លាស់ប្ដូរជីវិតអ្នកបានទាំងស្រុងលោក William James បានសរសេរទុកក្នុងសៀវភៅរបស់គាត់ក្នុងជំពូកមួយឈ្មោះថាកត្តានៃការសម្រាកថាជនជាតិអាមេរិកដែលនិយាយក្នុងលក្ខណៈធុញថប់និយាយទាំងរដិបរដប់ដកដង្ហើមស្ទើរមិនទាន់ដោយបង្ហាញអារម្មណ៍ឆេវឆាវនិងទុក្ខវេទនាចេញមកប្រការទាំងនេះសុទ្ធតែជាចរិតមិនល្អបើមិនតិចក៏ច្រើនដែរការធុញថប់ជាចរិតរបស់មនុស្សដែលដូចគ្នានឹងការសម្រាកចរិតមិនល្អផ្សេងយើងអាចបំផ្លាញចោលបានដូចគ្នានឹងចរិតល្អដែលយើងអាចធ្វើឲ្យរីកចម្រើនឡើងបានជារៀងរាល់ថ្ងៃតើអ្នកចាប់ផ្ដើមសម្រាកដោយវិធីសាស្ត្ររបៀបណាតើអ្នកគិតនឹងបញ្ជាចិត្តឬប្រព័ន្ធប្រសាទមុនអ្វីផ្សេងឬទេវាខុសទាំងស្រុងផ្លូវដែលត្រូវនោះគឺត្រូវចាប់ផ្ដើមដោយការសម្រាកសាច់ដុំចូលសាកល្បងមើលតើយើងនឹងធ្វើបានសម្រេចជោគជ័យយ៉ាងដូចម្តេចយើងចាប់ផ្ដើមសាកល្បងដោយភ្នែករបស់អ្នកផ្ទាល់
ចូលអានសេចក្តីមួយវគ្គនេះរហូតដល់ចប់នៅពេលអានចប់អ្នកបង្អែកផ្អែកខ្នងទៅនឹងកៅអីបិទភ្នែកហើយនិយាយជាមួយនឹងភ្នែករបស់អ្នកដោយសំឡេងខ្សោថាបន្ធូរម្ដងទៅបន្ធូរម្ដងទៅនិយាយច្រំដែលយ៉ាងនេះយឺតច្រើនដងឲ្យបានប្រហែល1នាទីហើយធ្វើដូច្នេះជាច្រើនដងនៅពេលអានសៀវភៅចប់មួយទំព័រតើអ្នកសង្កេតទេថាមិនដល់ប៉ុន្មាននាទីផងសាច់ដុំភ្នែកចាប់ផ្ដើមមានដំណើរការតាមពាក្យសម្ដីរបស់អ្នកវាហាក់ដូចជាមានដៃមកបោសសម្អាតអារម្មណ៍ធុញថប់របស់អ្នកឲ្យរសាត់បាត់អស់វាមិនគួរឲ្យជឿសោះត្រឹមតែ1នាទីប៉ុណ្ណោះអ្នកអាចប្រើវិធីសាស្ត្រមួយនេះជាមួយនឹងធ្គាមសាច់ដុំនៅលើផ្ទៃមុខក៏កស្មានិងផ្នែកផ្សេងរបស់សារពាង្គកាយប៉ុន្តែកុំភ្លេចថាអវយវៈដែលសំខាន់បំផុតជាងអវយវៈដទៃដែលស្ថិតនៅផ្នែកខាងក្រៅនោះគឺភ្នែកលោកបណ្ឌិតអ៊ីមុនជេខាប់សិនមកពីសាកលវិទ្យាល័យ Chicago បានមានប្រសាសន៍ថាប្រសិនជាអ្នកអាចបញ្ជាសាច់ដុំភ្នែកឲ្យសម្រួលភាពធុញថប់បានយ៉ាងពិតប្រាកដអ្នកនឹងអាចបំភ្លេចរឿងអាក្រក់គ្រប់យ៉ាងរបស់អ្នកបានរឿងពិតឬមិនពិតស្ថិតនៅត្រង់ភ្នែកគឺជាអវយវៈយ៉ាងសំខាន់ក្នុងការជួយឲ្យប្រព័ន្ធសរសៃប្រសាទបានធូរស្បើយពីភាពធុញថប់ទាំងនេះដោយសារវាជាចរន្តអូសទាញឲ្យប្រព័ន្ធសរសៃប្រសាទ1/4របស់សារពាង្គកាយត្រូវធ្វើការតាមទៅជាមួយផងហេតុដូចនេះទើបធ្វើឲ្យមានអ្នកជំងឺស្រវាំងភ្នែកដោយសារការប្រើភ្នែកមើលខ្លាំងពេកទើបធ្វើឲ្យក្រសែភ្នែកល្អទៅជាភ្នែកមញោបវិញអ្នកស្រីវីគីបុំជាអ្នកនិពន្ធរឿងប្រឡោមលោកល្បីល្បាញម្នាក់បានឲ្យដឹងថាកាលពីនាងនៅជាកុមារមានព្រឹទ្ធាចារ្យម្នាក់បង្រៀនឲ្យនាងទន្ទិញឲ្យចាំមាត់កុំឲ្យភ្លេចដែលជាមេរៀនយ៉ាងសំខាន់បំផុតសម្រាប់ជីវិតនាងរឿងនោះមានដំណាលថានាងបានដួលធ្វើឲ្យជង្គង់និងកដៃរលាត់ចេញឈាមព្រឹទ្ធាចារ្យម្នាក់ដែលធ្លាប់សម្ដែងល្ខោនរឿងសัตว์ជាតួកំប្លែងគាត់បានលើកនាងឲ្យឈរឡើងហើយជួយបោសដីដែលប្រឡាក់ឲ្យនាងទាំងមានពាក្យសម្ដីថាបានជាក្មួយរងរបួសដោយសារក្មួយមិនចេះវិធីសាស្ត្របន្ទន់ខ្លួននៅពេលដួលទៅលើដីយើងត្រូវតែគិតថាខ្លួនយើងគឺជាវត្ថុដែលទន់ដូចសម្លៃនេះណែនឹងធ្វើឲ្យក្មួយមើលព្រឹទ្ធាចារ្យបានបង្រៀនវីគីបុំនិងក្មេងដទៃទៀតអំពីវិធីសាស្ត្រដួលធម្មតាដួលរបៀបរមៀលនិងដួលរបៀបត្រឡប់ត្រលិនក្នុងពេលគាត់សម្ដែងឲ្យមើលនោះគាត់និយាយបញ្ជាក់ទៀតថាចូលគិតថាខ្លួនរបស់ក្មួយទន់ដូចសម្ដីដែលរញ៉េរញ៉ៃហើយបន្ទាប់មកក្មួយមិនឈឺចាប់ហើយស្រួលខ្លួនទៀតផងមេរៀននេះបានបង្រៀនវីគីបុំឲ្យចេះបន្ទន់ខ្លួននៅពេលប្រព័ន្ធសរសៃប្រសាទមានអាការៈធុញថប់នោះគឺការសម្រាកវាមានភាពដូចគ្នានឹងការដួលដែលគ្មានការឈឺចាប់អ្នកអាចចូលសម្រាកក្នុងពេលទំនេរដែលអាចធ្វើទៅបានគ្រប់ទីកន្លែងប៉ុន្តែអ្នកកុំបង្ខំចិត្តខ្លួនឯងឲ្យសោះពីព្រោះការសម្រាកគឺជាការប្រើឲ្យប្រព័ន្ធសរសៃប្រសាទឈប់ដំណើរការគ្រប់យ៉ាងហើយគ្មានការព្យាយាមប្រើប្រព័ន្ធសរសៃប្រសាទនោះក្នុងកិច្ចការផ្សេងទាំងអស់ទៀតនោះគឺជាការធ្វើឲ្យចិត្តត្រជាក់ហើយឲ្យរាងកាយស្ថិតក្នុងឥរិយាបថដែលងាយស្រួលរួចដោយទារកដែលកំពុងដេកលេងដោយគ្មានព្រួយបារម្ភចំពោះភារកិច្ចគ្រប់យ៉ាងហើយពុំបាននឹកគិតទៅដល់ការធ្វើអ្វីមួយអ្នកស្រី Kelly Kusi ជាអ្នកចម្រៀងដ៏ល្បីល្បាញម្នាក់នៅលើពិភពលោកដែលមានសម្លេងក្រលួច soprano នាងបានអនុវត្តតាមវិធីសាស្ត្របែបនេះដូចគ្នាមុននឹងនាងចេញសម្ដែងនៅលើវេទិកានាងអង្គុយសម្រាកនៅលើកៅអីដោយពុតខ្លួនទៅនឹងកៅអីក្នុងឥរិយាបថសម្រួលទាំងទម្លាក់ធ្គាមចុះទៅក្រោមឥរិយាបថបែបនេះចាត់ទុកថាជាការហាត់ពុតដ៏សំខាន់ខាងរាងកាយហើយថែមទាំងជួយការពារមិនឲ្យនាងមានអារម្មណ៍អៀនខ្មាស់នៅពេលចេញមកច្រៀងមុខវេទិកាលើសពីនេះនាងអាចកម្ចាត់បង់ការស្រពន់ដៃស្រពន់ជើងបានទៀតផងបន្តទៅទៀតគឺជាពាក្យណែនាំទាំង5ប្រការដើម្បីជួយឲ្យអ្នកបានដឹងអំពីវិធីសាស្ត្រយ៉ាងសំខាន់ក្នុងការសម្រាកឲ្យមានប្រសិទ្ធភាព
ទី1ចូលអានសិភៅវិធីសាស្ត្រសម្រួលប្រព័ន្ធសរសៃប្រសាទដោយសារអារម្មណ៍តានតឹងរបស់លោកបណ្ឌិត David Harold Pink ដែលគេទទួលស្គាល់ថាជាសិភៅដ៏ល្អមួយសម្រាប់ការសម្រាកទី2ចូលសម្រាកក្នុងពេលទំនេរទោះបីមានពេលតិចតួចក៏ដោយដើម្បីឲ្យរាងកាយរបស់អ្នកស្ថិតក្នុងឥរិយាបថណាមួយដែលងាយស្រួលហើយនៅស្ងៀមស្ងាត់ដូចស្រោមជើងចាស់ៗសូមជម្រាបថាលើតុការងាររបស់អ្នកនិពន្ធមានស្រោមជើងចាស់ៗពណ៌ក្រហមលាយពណ៌ត្នោតម្ខាងដាក់នៅលើតុមូលហេតុគឺដើម្បីដាស់តឿនឲ្យចេះបន្ទន់ខ្លួនដោយស្រោមជើងម្ខាងនេះក្នុងការសម្រាកប្រព័ន្ធសរសៃប្រសាទប្រសិនជាអ្នកគ្មានស្រោមជើងទុកមើលជាគំរូអ្នកអាចមើលឆ្មាជំនួសក៏បានដែរតើអ្នកធ្លាប់ឃើញកូនឆ្មាដេកហាលថ្ងៃខ្លះទេអ្នកនឹងឃើញថាក្បាលនិងកន្ទុយរបស់វារួញចូលរកគ្នារាងមូលដោយក្រដាសកាសែតសើមសូម្បីតែពួកយោគីក្នុងប្រទេសឥណ្ឌាក៏ពោលថាប្រសិនជាអ្នកចង់សម្រេចវិជ្ជាផ្នែកការសម្រាកចូលអ្នកសិក្សាតាមសត្វអ្នកនិពន្ធមិនដែលឃើញឆ្មាហត់អស់កម្លាំងឬមានជំងឺដេកមិនលក់មានទុក្ខឬមានជំងឺមហារីកក្នុងកាពះរបស់វាសោះដូច្នេះអ្នកនឹងអាចជៀសវាងពីជំងឺនិងអាការៈផ្សេងៗទាំងនេះបានប្រសិនបើអ្នកចេះរបៀបសម្រាកដូចឆ្មាទី3ចូលធ្វើការងារឲ្យបានច្រើនបំផុតដោយមានអារម្មណ៍សប្បាយរីករាយហើយចូលចាំទុកថាភាពតានតឹងនៃប្រព័ន្ធសរសៃប្រសាទរបស់រាងកាយធ្វើឲ្យមានអាការៈឈឺខ្នងនិងស្រពន់តែម្ដងទី4ចូលពិនិត្យជុំវិញខ្លួនអ្នក4ទៅ5នាទីក្នុងមួយថ្ងៃបន្ទាប់មកសួរខ្លួនឯងថាតើខ្ញុំធ្វើការធ្ងន់ជាងដែលធ្លាប់ធ្វើពីមុនទេតើខ្ញុំប្រើកម្លាំងសាច់ដុំដែលគ្មានចាំបាច់ក្នុងការបំពេញកិច្ចការនេះដែរទេសំណួរទាំងនេះនឹងជួយឲ្យមានទម្លាប់ក្នុងការសម្រាកបានលោកបណ្ឌិត David Harold Pink បានឲ្យដឹងថារវាងអ្នកយល់ដឹងខាងចិត្តវិទ្យាច្បាស់និងអ្នកយល់ដឹងខាងចិត្តវិទ្យាស្ទាក់ស្ទើរអ្នកយល់ច្បាស់មានតម្លៃខ្ពស់ជាងអ្នកយល់ស្ទាក់ស្ទើរដោយសារអ្នកយល់ច្បាស់អាចបង្កើតទម្លាប់ក្នុងការសម្រាកបានលឿនជាងអ្នកយល់ស្ទាក់ស្ទើរឆ្ងាយណាស់ទី5ចូលពិនិត្យជុំវិញខ្លួនអ្នកម្ដងទៀតក្រោយពីសម្រាកពីការងារនៅពេលល្ងាចដោយសួរខ្លួនឯងថាតើខ្ញុំហត់ខ្លាំងមែនទេបើខ្ញុំហត់នឿយមានន័យថាវាមិនមែនដោយសារប្រើខួរក្បាលរបស់ខ្ញុំទេប៉ុន្តែដោយសារខ្ញុំមិនចេះវិធីសាស្ត្រធ្វើកិច្ចការទៅវិញទេលោក Daniel W. Joslin បាននិយាយថាខ្ញុំបានសម្គាល់ឃើញលទ្ធផលការងារខ្ញុំមិនមែនដោយសារសម្គាល់មើលថាពេលសម្រាកពីការងារតើខ្ញុំហត់ប៉ុណ្ណាទៅប៉ុន្តែតាមការសម្គាល់មើលថាតើខ្ញុំមិនហត់យ៉ាងដូចម្ដេចប្រសិនបើខ្ញុំមានអារម្មណ៍ហេវហត់ខ្លាំងនៅពេលសម្រាកពីការងារក្នុងពេលល្ងាចនេះឬពេលខ្ញុំមានអារម្មណ៍ថាប្រព័ន្ធសរសៃប្រសាទរបស់ខ្ញុំចាប់ផ្ដើមចុះទន់ខ្សោយបានន័យថាខ្ញុំបំពេញកិច្ចការមានការថយចុះទាំងបរិមាណនិងគុណភាពចូលសាកល្បងគិតពិចារណាមើលថាប្រសិនបើពាណិជ្ជករទាំងអស់បានសិក្សាមេរៀនមួយនេះហើយអនុវត្តតាមបែបផែនទាំងអស់តើវាមានអ្វីកើតឡើងកិច្ចមិនផុតទេអត្រាបាត់បង់អាយុជីវិតដោយសារជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទមានភាពតានតឹងខ្លាំងពេកនិងមានការថយចុះរហ័សមន្ទីរពេទ្យនិងមន្ទីរព្យាបាលផ្សេងៗនឹងថយចុះអ្នកជំងឺដែលមកពីអាការៈទន់ខ្សោយដើម្បីពិនិត្យរកមូលហេតុនៃការចុះទន់ខ្សោយជាពិសេសការធុញថប់និងលែងជាឧបសគ្គក្នុងការធ្វើកិច្ចការបន្តទៅទៀតហើយ